Bọn chụp hiệp xưa crewថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីប្រធានមួយដែលលោកគ្រូបានដាក់ឲ្យប្រធានហ្នឹងយើងប្រើ application មួយដែលមានឈ្មោះថា OASIN ហ្នឹងដើម្បី backup data ហើយរាល់ backup data ទៅតាម internet អីក៏ទៅតាម network ហ្នឹងវាសុទ្ធតែ security អញ្ចឹងយើងប្រើ application មួយដែលមានឈ្មោះថា OASIN អញ្ចឹងដើម្បីធ្វើវាអញ្ចឹងយើងចូលទៅធ្វើទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការជាមួយនឹង application OASIN ហ្នឹងបានយើងត្រូវinstall application ហ្នឹងអញ្ចឹងយើងសរសេរថា sudo apt install OASIN អញ្ចឹងយើងធ្វើការ install OASIN អញ្ចឹងយើងមានចំនួន3ម៉ាស៊ីន3 server អញ្ចឹងយើង install វាមកនេះយើងធ្វើការ install OASIN មកអញ្ចឹងនៅ server មួយទៀតក៏យើងធ្វើការ install OASIN ដូចគ្នាអញ្ចឹង sudo apt install OASIN អញ្ចឹងយើងមាន3យើង install ទាំង3មកអញ្ចឹងយើងធ្វើការ install វាដើម្បីធ្វើតទៀតអញ្ចឹងយើងចង់ដឹងថា network របស់យើងស្គាល់គ្នាជាមួយនឹងម៉ាស៊ីន2ទៀតអត់ដោយសារយើងមាន3ម៉ាស៊ីនអញ្ចឹងយើងចង់ដឹងថាវាស្គាល់ជាមួយនឹងម៉ាស៊ីន2ទៀតអត់អញ្ចឹងយើងឆែក IP ម៉ាស៊ីនមួយទៀតមកអញ្ចឹងអានេះកតុយវាមកយើងធ្វើការបង្កើត user មួយនៅក្នុង server អញ្ចឹងយើងដាក់មក sudo add user ឈ្មោះថា s data អញ្ចឹងមួយទៀតយើងធ្វើការបង្កើតមួយទៀតមានមួយទៀត2ទៀតអញ្ចឹងយើង add user មកយើងប្រើ sudo add user c1 មកចូលទៅមួយទៀត sudo add user c2 អញ្ចឹងយើងធ្វើការបង្កើតហើយអញ្ចឹងយើងប្រើយើងចូល login user មួយមកនេះយើង login user data មុននេះយើង log ចូល data មួយយើង login user 1 c1 តមកចុងក្រោយគឺ c2 យើង log ចូលហើយបន្តមកយើងចូលនៅលើ data នេះអញ្ចឹងយើងធ្វើការ generate key SH មួយអញ្ចឹងយើងធ្វើការបង្កើត folder មួយយើងSH អញ្ចឹងយើងចូលទៅក្នុង .sh ហ្នឹងមកបន្តមកទៀតយើងធ្វើការ generate key ដែលយើងសរសេរថា sh dot keygen អញ្ចឹងយើងមិនដាក់ឈ្មោះទេឆែកមើល key យើងមាន key 2បន្តមកយើងធ្វើការរុញ key public នេះ key public នេះដើម្បីទៅកាន់ client មាន c1 និង c2 អញ្ចឹងយើងធ្វើការរុញវាមកដែលយើងសរសេរថា sh.copy .id ហើយទៅមក .i ហើយយើងប្រើ key ហ្នឹងមកid ed 25 519.pub យើងរុញទៅកាន់ c1 អញ្ចឹង c1
ដែលមាន IP 192.168.91.198 ចឹង password របស់ C មួយចឹងយើងបាន add ទៅមួយបន្ទាប់មកទៀតយើងធ្វើការរុញទៅកាន់ C2 ម្ដងចឹងយើងប្រើ comment រុញរបស់ C2 មកយើងកែ IP កន្លែង IP របស់ C2 គឺ 99.199ចឹងយើងបានរុញទៅមួយទៀតហើយចូលទៅកាន់ C2 ចឹង C2 ក៏ចូលដូចគ្នាដែរ C2 ចូលដូចគ្នា C1 ក៏ចូល C2 ក៏ចូលចឹង C2 ចឹងយើងធ្វើការ vim backup .sh បន្ទាប់មកយើងធ្វើការវាយ comment ប៉ុណ្ណេះបន្ទាប់មកយើងចូលទៅមើល key របស់យើងចឹងនេះ key របស់យើងយក key private នេះមកចឹងយើងបន្ទាប់មកយើងធ្វើការដូរ key ចឹងយើងដូរ key ប៉ុណ្ណេះបន្ទាប់មកយើងធ្វើការកែកន្លែងនេះទៀតចឹងនេះ C1 IP វា 192.168.91.198 C2 192.168.91.198 សម្រាប់ data bot យើងបង្កើតមួយដាក់ folder យើងដាក់ថា Arcadia data 1ចឹងនេះយើងបាន path វាយើង copy path វាមកចឹងយើងដាក់ចូល path មួយនេះបន្ទាប់មកមួយទៀតយើងធ្វើការបង្កើតដែរ data 2 ហ្នឹងយើងវាយថា Arcadia data 2ចឹងឲ្យយើងចូលទៅយើង copy path វាដូចគ្នាយើងយក path ចូលទៅក្នុងនេះបន្ទាប់មកយើងធ្វើការនេះយើងធ្វើការបង្កើតអានេះនៅក្នុង file sdata បន្ទាប់មកយើង pass comment មួយដែលយើង copy មកហើយយើង ls log a មកមិនយើងឃើញវាអស់ចឹងអានេះយើងបានបង្កើតវាហើយចឹងយើងធ្វើការបង្កើតនៅ Arcadia .sdata មួយចឹងនេះយើងបានបង្កើត sdata មួយមកហើយតោះមកយើងចូលទៅក្នុង vim របស់យើងវិញចឹងយើងកែកន្លែងនេះវា
ចេញពី data folder ដែលយើងបង្កើតមួយហ្នឹងហើយ user ក៏ឈ្មោះ data ដែរអញ្ចឹងអានេះដូចគ្នា data អានេះ folder data ដូចគ្នាតែអានេះយើងធ្វើការបង្កើតនៅយើង type data type ថា a ចុចដល់ f យើងសាកតែ file ប៉ុណ្ណឹងមកយើង ls មើលអញ្ចឹងយើងមាន file ប៉ុណ្ណេះអញ្ចឹងនៅក្នុង c2 នេះយើងធ្វើការបង្កើតចឹងដែរមក type c2 ដល់ a ចុចដល់ f ដូចគ្នាមកអញ្ចឹងយើង ls មើលនេះវាមក c2 a ដល់ f ហ្នឹងដើម្បីយើងតេស្តយើង sync មើលថាវាបានទាញ file ហ្នឹងទៅដាក់នៅក្នុង s data ហ្នឹងអត់យើងសាកតេស្ត run script មើល ls l អញ្ចឹង script នេះយើងអត់ទាន់ដើរទេអញ្ចឹងយើងនៅ set permission របស់វាយើងធ្វើការ set permission របស់វាយើងដាក់ chmod chmod 100ទៅលើ file backup .sh ហ្នឹង chmod អូខេអញ្ចឹងយើង ls អញ្ចឹងនេះយើងអាច run បានហើយសម្រាប់ file យើងសាក run មើល bash backup.sh ចឹងយើងធ្វើការ run សារថ្មីចឹងអានេះយើងរុញវាបានមកហើយនេះចឹងយើងធ្វើការ ls ចូលទៅមើលនៅក្នុងdata យើង cd data ចឹងយើង ls វាមើលចឹងនេះមកហើយនេះ file នេះ file វិញនេះដែលយើងបានទាញចេញពីc1 c2 ហ្នឹងអញ្ចឹងបន្តមកទៀតយើងធ្វើការធ្វើ schedule វាដើម្បីឲ្យវា sync មួយនាទីម្ដងហ្នឹងចូលមកកាន់ c1 មកយើងប្រើ scroll tab scroll tab ដល់ e នេះឲ្យវា2យើង edit វាមកយើង enter វាចុះដាក់កាយទៅមកយើងដាក់ home .s data /backup.sh នេះអាកាយប្រាប់ដល់នេះមានថាយើងមួយនាទីយកវា backup ម្ដងអញ្ចឹងយើងបានហើយអញ្ចឹងយើងធ្វើការ save វាមក escape ប៉ុណ្ណឹងហើយយើងប្រើ tl.f.orsin.log តមកយើងធ្វើការបង្កើត file នៅក្នុងនេះមកយើងដាក់ cd data 1តមកយើងធ្វើការបង្កើត file touch hello យើងដាក់ចេញមក a ដល់ g ចេញមកយើង ls នេះ hello យើងបង្កើតភាសាថ្មីដាក់ចេញវិញចុច3នេះខ្ញុំបង្កើតចេះ